Welcome to the Voice of America in Khmer. Direct from Washington, the Voice of America, VOA. សួស្តីអស់លោកអ្នកស្ដាប់ជាទីមេត្រីថ្ងៃនេះថ្ងៃប្រហ័សទី16ខែតុលាឆ្នាំ2014ត្រូវនៅថ្ងៃ8រោចខែអាសត់ឆ្នាំមមីឆស័កពុទ្ធសករាជ2558ខ្ញុំនុចសារីតានិងសហការីក្រុមផ្សាយខេមរៈភាសានៃ VOA សូមស្វាគមន៍អស់លោកអ្នកស្ដាប់ពីរដ្ឋធានី Washington ជាកិច្ចចាប់ផ្ដើមលោកសុកខេមរាសូមជូនដើមរឿងនៃព័ត៌មានសំខាន់ៗនៅព្រឹកនេះលោកប្រធានាធិបតីអូបាម៉ាលុបចោលគម្រោងធ្វើដំណើរដោយកោះប្រជុំរឿងអេបូឡាជាបន្ទាន់ផ្សារហ៊ុនអាមេរិកធ្លាក់ចុះយ៉ាងខ្លាំងយន្តហោះចម្បាំងសហរដ្ឋអាមេរិកទម្លាក់គ្រាប់បែកលើពួកឧទាមរដ្ឋអ៊ីស្លាមនៅខូបានីនៅក្នុងកម្មវិធីផ្សាយជាបន្តបន្ទាប់នៅពេលព្រឹកនេះលោកអ្នកនឹងបានស្ដាប់សេចក្តីរាយការណ៍អំពីការខកចិត្តរបស់ក្រុមអង្គការការពារសារព័ត៌មានសហរដ្ឋអាមេរិកនិងអន្តរជាតិទៅលើការបាញ់សម្លាប់អ្នកកាសែតម្នាក់ក្នុងប្រទេសកម្ពុជាកាលពីថ្ងៃអាទិត្យនិងសេចក្តីរាយការណ៍មួយទៀតស្តីអំពីស្ថាបនិកបង្កើត Facebook សន្យាថានឹងជួយពង្រីកប្រព័ន្ធអ៊ីនធឺណិតរបស់ប្រទេសឥណ្ឌូនេស៊ីលោកអ្នកនឹងបានស្ដាប់សេចក្តីពិស្ដារនៃសេចក្តីរាយការណ៍ទាំងនេះនៅបន្ទាប់ពីការផ្សាយព័ត៌មានអន្តរជាតិដែលជូនដោយលោកសុកខេមរាសូមអញ្ជើញលោកខេមរាបាទសូមអរគុណលោកប្រធានាធិបតីសហរដ្ឋអាមេរិកបារ៉ាក់អូបាម៉ាបានលុបចោលដំណើរទស្សនកិច្ចរបស់លោកហើយបានកោះប្រជុំគណៈរដ្ឋមន្ត្រីជាបន្ទាន់មួយដើម្បីពិភាក្សាអំពីជំងឺអេបូឡាលោក John Ernest អ្នកនាំពាក្យសេតវិមានថ្លែងថាលោកប្រធានាធិបតីចង់ធ្វើឲ្យបានប្រកាសប្រជាថាធនធានចាំបាច់ទាំងអស់របស់រដ្ឋាភិបាលសហព័ន្ធនឹងត្រូវគេប្រើប្រាស់ដើម្បីទប់ទល់នឹងស្ថានភាពនេះកិច្ចប្រជុំជាបន្ទាន់ថ្ងៃនេះកើតឡើងភ្លាមបន្ទាប់ពីមានព័ត៌មានអំពីបុគ្គលិកពេទ្យទី2របស់សហរដ្ឋអាមេរិកឆ្លងមេរោគអេបូឡាបានជិះយន្តហោះ Frontier Airlines ក្នុងសហរដ្ឋអាមេរិកមួយថ្ងៃមុនពេលដែលចេញរោគសញ្ញាគឺចេញពី Cleveland រដ្ឋ Ohio ទៅកាន់ Dallas Fort Worth រដ្ឋ Texas Airport កាលពីថ្ងៃច័ន្ទលោក Tom Frieden នាយកមជ្ឈមណ្ឌលគ្រប់គ្រងនិងទប់ស្កាត់ជំងឺឆ្លងសហរដ្ឋអាមេរិក CDC បានថ្លែងថាបុគ្គលិកពេទ្យរូបនេះស្ថិតក្រោមការតាមដានហើយនឹងមិនអនុញ្ញាតឲ្យធ្វើដំណើរតាមយន្តហោះឯកជននោះទេទីផ្សារហ៊ុនសហរដ្ឋអាមេរិកបានធ្លាក់ចុះ 2% ក្នុងអំឡុងពេលទិញនិងលក់កាលពីថ្ងៃពុធដោយទីផ្សារហ៊ុនដូវបានធ្លាក់ចុះជាង400ពង្សនៅក្នុងពេលធ្វើការលក់ដូរក្រុមអ្នកវិភាគបាននិយាយថាក្រុមអ្នកវិនិយោគព្រួយបារម្ភអំពីកំណើនសេដ្ឋកិច្ចយឺតៗក្នុងសហភាពអឺរ៉ុបនិងប្រទេសចិនក្តីបារម្ភទាំងនោះបានពង្រីកកាន់តែធំកាលពីថ្ងៃពុធបន្ទាប់ពីមានរបាយការណ៍ខកចិត្តនានាទាក់ទងទៅនឹងហាងលក់ទំនិញរាយសហរដ្ឋអាមេរិកនិងរោងចក្រសហរដ្ឋអាមេរិកទីផ្សារហ៊ុននៅអឺរ៉ុបមានការធ្លាក់ចុះផងដែរនៅពេលផ្សារហ៊ុនអាស៊ីបានកើនក្នុងកម្រិតមធ្យមយន្តហោះចម្បាំងសហរដ្ឋអាមេរិកបានបន្តទម្លាក់គ្រាប់បែកលើក្រុមឧទាមរដ្ឋអ៊ីស្លាមដែលកំពុងវាយប្រហារជាមួយកងកម្លាំងឃឺតដើម្បីកាន់កាប់ទីក្រុងខូបានីនៃប្រទេសសេរីជាប់នឹងព្រំដែនទូគីទីបញ្ជាការយោធាសហរដ្ឋអាមេរិកបាននិយាយថាខ្លួនបានវាយប្រហារតាមអាកាសចំនួន18លើកនៅថ្ងៃអង្គារនិងថ្ងៃពុធដោយបានកំទេចទីតាំងវាយប្រហារជាច្រើនដែលពួកឧទាមកាន់កាប់ហើយក៏បានបំផ្លាញអគារចំនួន16កន្លែងដែលមានពួកអ្នកធ្វើសង្គ្រាមសាសនាជីហាតស្នាក់នៅខាងក្នុងផ្សែងឃ្មោះខ្មាញ់បានរសាត់ឡើងទៅលើក្រុងខូបានីចេញពីការផ្ទុះនោះក៏ប៉ុន្តែនៅលើដីវិញក្រុមកងកម្លាំងឃឺតនិងពួកឧទាមរដ្ឋអ៊ីស្លាមបានវាយប្រហារគ្នាកាន់តែខ្លាំងឡើងពលរដ្ឋម៉ូហ្សាំប៊ិកបានបោះឆ្នោតកាលពីថ្ងៃពុធដើម្បីជ្រើសរើសមេដឹកនាំរបស់ខ្លួនតែគេរំពឹងថាការបោះឆ្នោតនេះនឹងនៅតែធ្វើឲ្យគណៈបកកណ្ដាលអំណាច Frelimo Pari បន្តគ្រប់គ្រងប្រទេសដដែលអតីតរដ្ឋមន្ត្រីការពារប្រទេស Philip Nyusi ជាបេក្ខជននៃគណៈបក Frelimo ដែលត្រូវជំនួស
ប្រធានាធិបតី Armando Guebuza ដែលត្រូវហាមឃាត់ដោយច្បាប់រដ្ឋធម្មនុញ្ញមិនឲ្យបន្តមុខតំណែងក្នុងអាណត្តិទី3បេក្ខជនប្រកួតប្រជែងពីគណៈបកជំទាស់គឺលោក Alfonso Dalla Cama នៃគណៈបក Renamo Party ដែលបានចោទប្រកាន់គណៈបកគ្រប់គ្រងប្រទេសថាក្តោបអំណាចនយោបាយនិងសេដ្ឋកិច្ចផ្ដាច់មុខបេក្ខជនប្រកួតប្រជែងម្នាក់ទៀតគឺលោក Devi Samango មកពីគណៈបកថ្មីដែលទើបបង្កើតគឺគណៈបកចលនាប្រជាធិបតេយ្យម៉ូហ្សាំប៊ិកការបំផ្ទុះគ្រាប់បែកក្នុងរថយន្ត2គ្រាប់ក្នុងរដ្ឋធានីប្រទេសសូម៉ាលីបានសម្លាប់មនុស្សយ៉ាងតិច7នាក់រួមទាំងមន្ត្រីស៊ើបការសម្ងាត់ជាតិម្នាក់ផងក្រុមជីវពលអាល់សាបាបបានប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារគ្រាប់បែកទាំងពីរលើកនោះការវាយប្រហារគ្រាប់បែកទី1បានសម្លាប់មនុស្ស2នាក់ដោយអ្នកដាក់គ្រាប់បែកបានដាក់បំផ្ទុះរថយន្តមន្ត្រីស៊ើបការសម្ងាត់នោះហើយគ្រាប់បែកទី2បានសម្លាប់មនុស្ស5នាក់និងធ្វើឲ្យរបួស8នាក់ដែលកើតឡើងនៅក្នុងស្រុកHamawen នៃរដ្ឋធានី Mogadishu មន្ត្រីប៉ូលីសបានបញ្ជាក់ប្រាប់ VOA ថារថយន្តដែលផ្ទុកគ្រឿងផ្ទុះនោះបានចតនៅខាងក្រៅភោជនីយដ្ឋានមួយកន្លែងមុនពេលកើតហេតុព្យុះព្រិលនឹងការបាក់ផ្ទាំងទឹកកកធំនៅក្នុងតំបន់ភ្នំភាគខាងជើងនៃប្រទេសនេប៉ាល់បានសម្លាប់មនុស្សយ៉ាងតិច12នាក់រួមទាំងអ្នកទេសចរបរទេស8នាក់ផងនេះបើតាមការអះអាងរបស់ក្រមមន្ត្រីកាលពីថ្ងៃពុធផ្ទាំងទឹកកកនេះក៏បានវាយប្រហារលើអ្នកឡើងភ្នំ Mount Dolagiri 5នាក់ផ្សេងទៀតហើយពួកគេកំពុងតែបាត់ខ្លួននៅឡើយតួលេខនៃការស្លាប់ទំនងជាការឡើងខណៈពេលដែលក្រុមអ្នកជួយសង្គ្រោះប្រឈមមុខនឹងព្រិលនិងស្ថានភាពភូមិសាស្ត្រដែលមានការលំបាកនៅក្នុងការជួយរកជនរងគ្រោះរាប់សិបនាក់ដែលនៅបាត់ខ្លួននោះផ្ទាំងទឹកកកធំបានកប់អ្នកដំណើរកម្សាន្តជនជាតិឥណ្ឌាម្នាក់និងជនជាតិកាណាដា4នាក់នៅក្នុងតំបន់ភូកាលពីថ្ងៃពុធហើយប្រធានរដ្ឋបាលស្រុកម៉ាណាំង Devendra Lemichan ថ្លែងថាព្រិលទឹកកកបានកប់អ្នកដំណើរទាំងនោះហើយការជីករុករកពួកគេត្រូវចំណាយពេលជាច្រើនថ្ងៃ The Voice of America, VOA. ប្រទេសអ៊ីរ៉ង់បានបង្ហាញព័ត៌មានដល់សាធារណជនជាលើកដំបូងអំពីរចនាសម្ព័ន្ធទីភ្នាក់ងារស៊ើបការសម្ងាត់របស់ខ្លួនដោយនិយាយថារដ្ឋមន្ត្រីស៊ើបការសម្ងាត់ Mahmoud Alawi ជាប្រធានក្រុមប្រឹក្សាសម្របសម្រួលទីភ្នាក់ងារដែលគ្រប់គ្រងបណ្ដាញក្នុងក្រសួងចំនួន16ទៀតនោះការប្រកាសការពីថ្ងៃពុធក្នុងការផ្សាយរបស់ទស្សនាវដ្តីមួយគ្រប់គ្រងដោយក្រសួងស៊ើបការសម្ងាត់នេះកើតឡើងចំពេលបុណ្យខួបលើកទី30នៃការបញ្ចូលអង្គការស៊ើបការសម្ងាត់ជាច្រើនដើម្បីបង្កើតជាក្រសួងនេះឡើងក្រសួងនេះមានគេហទំព័ររបស់ខ្លួនហើយបង្កើតលេខទូរស័ព្ទចំនួន3ខ្ទង់សម្រាប់ពលរដ្ឋអ៊ីរ៉ង់ផ្ដល់ព័ត៌មាននៅឆ្នាំថ្មីនេះគេហទំព័រនេះបានបង្កើតការផ្សាយពាណិជ្ជកម្មនិងការបង្កើតផ្លាកដាក់នៅក្នុងទីក្រុងនានាជាច្រើនដោយលើកទឹកចិត្តដល់ពលរដ្ឋចូលរួមជួយដល់ក្រសួងស៊ើបការសម្ងាត់កាលពីថ្ងៃពុធប៉ូលីសប្រទេសហ្វីលីពីនបានដាក់ពាក្យប្តឹងពីបទមនុស្សឃាតប្រឆាំងនឹងមន្ត្រីយោធាជើងទឹកសហរដ្ឋអាមេរិកម្នាក់ដែលត្រូវគេចោទប្រកាន់ថាបានសម្លាប់ជនជាតិហ្វីលីពីនភេទទី3ម្នាក់នៅក្នុងករណីដ៏រន្ធត់នោះសំណុំរឿងនេះរំពឹងថាជាការសាកល្បងទំនាក់ទំនងរវាងប្រទេសហ្វីលីពីននិងសហរដ្ឋអាមេរិកអធិការប៉ូលីស Gil Domingo ថ្លែងថា Marin Joseph Scott Pemberton ត្រូវគេឃើញចុងក្រោយបាននៅជាមួយនឹងជនរងគ្រោះកាលពីយប់ថ្ងៃសៅរ៍នៅពេលដែលពួកគេចូលសម្រាកក្នុងសន្តាគារមួយបន្ទាប់ពីបានជួបគ្នានៅក្នុងបារឌីស្កូក្នុងក្រុងអូឡាន់ហ្កាប៉ូស្ថិតនៅភាគពីរយប់នៃក្រុងម៉ានីល Jennifer Loud ដែលឈ្មោះដើមឈ្មោះ Jeffrey ត្រូវគេប្រទះឃើញនៅក្នុងបន្ទប់ទឹកសន្តាគារដោយក្បាលរបស់ជនរងគ្រោះនេះត្រូវគេជ្រមុជចូលទៅក្នុងបង្គន់ពាក្យបណ្ដឹងរបស់ប៉ូលីសនេះនៅមិនទាន់ចោទប្រកាន់ដោយរដ្ឋអាជ្ញាជាផ្លូវការនៅឡើយទេលោកអ្នកនាងកំពុងតែស្ដាប់ការផ្សាយរបស់ VOA សម្លេងសាររដ្ឋអាមេរិកពីរដ្ឋធានី Washington ក្រុមអង្គការការពារសេរីភាពសារព័ត៌មានសហរដ្ឋអាមេរិកនិងអន្តរជាតិបានបញ្ចេញប្រតិកម្មខកចិត្តចំពោះការបាញ់សម្លាប់អ្នកកាសែតម្នាក់ក្នុងប្រទេសកម្ពុជាកាលពីថ្ងៃអាទិត្យលោកសុកខេមរានៃ VOA ពីរដ្ឋធានី Washington រាយការណ៍ថា
ក្រុមអង្គការទាំងនោះចង់ឃើញអ្នកកាសែតត្រូវបានការពារហើយជនដៃដល់និងអ្នកនៅពីខាងក្រោយការសម្លាប់នោះត្រូវនាំយកទៅកាត់ទោសក្រុមអង្គការសារព័ត៌មានសហរដ្ឋអាមេរិកនិងអង្គការអន្តរជាតិធំៗមួយចំនួនទៀតបានថ្លែងថាការបាញ់សម្លាប់អ្នកសារព័ត៌មានខ្មែរម្នាក់គឺជាការបង្ហាញថាកម្ពុជាមិនមានសេរីភាពសារព័ត៌មានហើយក៏ជាការរឹតបន្តឹងសេរីភាពសារព័ត៌មានដែលមានការស៊ើបអង្កេតលើបញ្ហារសើបមួយចំនួនដូចជាបញ្ហាកាប់ឈើខុសច្បាប់ជាដើមលោកតាំងត្រីអាយុ48ឆ្នាំជាអ្នកកាសែតមិនជាប់កិច្ចសន្យានិងជាសមាជិកសមាគមសារព័ត៌មានខ្មែរអ្នកប្រជាធិបតេយ្យត្រូវបានជន់ដៃដល់មានគ្នា3នាក់បាញ់ដោយកំភ្លើងខ្លីមួយគ្រាប់ចំថ្ងាសកាលពីថ្ងៃអាទិត្យបណ្ដាលឲ្យលោកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុដែលស្ថិតនៅតំបន់ត្រពាំងត្រាចភូមិខ្សឹមក្រៅឃុំខ្សឹមស្រុកស្នួរខេត្តកោះចេះជនសង្ស័យទាំង3នាក់ត្រូវបានប៉ូលីសផ្ដល់អត្តសញ្ញាណក្នុងនោះមានឈ្មោះឡាណារុងអាយុ32ឆ្នាំជាអតីតមន្ត្រីយោធាខេត្តមណ្ឌលគិរីលោកខឹមភក្តីអាយុ27ឆ្នាំមន្ត្រីកងរាជអាវុធហត្ថក្នុងរាជធានីភ្នំពេញផ្នែកអន្តរាគមន៍ដែលជាម្ចាស់កំភ្លើងខ្លីហើយលោកពិនហៀងអាយុ31ឆ្នាំជាម្ចាស់រថយន្តដែលជិះធ្វើសកម្មភាពនិងជាមន្ត្រីនគរបាលខេត្តរតនគិរីផងដែរអ្នកស្រី Karin Kalika អ្នកស្រាវជ្រាវជាន់ខ្ពស់និងជានាយិកាផ្នែកចាត់ចែងព័ត៌មាននៃអង្គការតាក់តែងគោលនយោបាយរបស់សហរដ្ឋអាមេរិកមួយហៅថា Freedom House បានអះអាងថាការបាញ់សម្លាប់អ្នកកាសែតដែលស្រាវជ្រាវអំពីការកាប់ឈើខុសច្បាប់នេះគឺជារឿងខកចិត្តខ្លាំងណាស់ So unfortunately this is part of a pattern I would say in terms of increased harassment being directed at ដូច្នេះជារឿងអភ័ព្វនេះជាផ្នែកមួយនៃគំរូដែលខ្ញុំអាចនិយាយបានថាជាកំណើននៃការយាយីតម្រង់គោលដៅលើអ្នកកាសែតដែលព្យាយាមរាយការណ៍អំពីប្រធានបទនេះក្នុងប្រទេសកម្ពុជាអ្នកស្រីបានបន្តថានៅក្នុងប្រទេសដែលប្រព័ន្ធផ្សព្វផ្សាយស្ទើរតែទាំងអស់ស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋគណៈបកគ្រប់គ្រងប្រទេសនិងរដ្ឋាភិបាលនោះគេគួរស៊ើបអង្កេតឲ្យបានដិតដល់ Well, I mean, it's very positive that they have, arrested people quickly, but we would just encourage and urge that, ខ្ញុំមានន័យថាវាជារឿងវិជ្ជមានដែលថាអាជ្ញាធរបានចាប់ខ្លួនជនសង្ស័យភ្លាមៗតែយើងចង់សូមលើកទឹកចិត្តនិងជំរុញឲ្យមានការស៊ើបអង្កេតពេញលេញចំពោះការសម្លាប់នេះហើយពិចារណាផងដែរដោយមិនគ្រាន់តែចំពោះអ្នកសម្លាប់តែប៉ុណ្ណោះទេគឺថែមទាំងអ្នកនៅពីក្រោយខ្នងដែរព្រោះករណីជាច្រើនមិនមែនមានតែនៅក្នុងប្រទេសកម្ពុជាទេតែក្នុងពិភពលោកដែលថាអ្នកកេះកាយកំភ្លើងពិតៗអាចត្រូវគេកាត់ទោសតែអ្នកបញ្ជាជារឿយៗតែងតែរួចខ្លួនអ្នកស្រីបានចាត់ទុកថាការបាញ់សម្លាប់នេះគឺជាទម្រង់នៃការចាប់ពិរុទ្ធដ៏អាក្រក់ដោយអះអាងទៀតថាការបាញ់សម្លាប់នេះកើតឡើងមិនគួរជារឿងភ្ញាក់ផ្អើលពេកទេដោយសារការបាញ់សម្លាប់នេះធ្លាប់កើតឡើងចំពោះអ្នកកាសែតផ្នែកបរិស្ថានព្រៃឈើគឺលោកហងសេរីឧត្តមនិងលោកឈុតវុធីសកម្មជនឆ្នើមការពារព្រៃឈើផងដែរកាលពីឆ្នាំ2012លោក Bob Ditz អ្នកសម្របសម្រួលកម្មវិធីកិច្ចការអាស៊ីនិងអង្គការសារព័ត៌មានមួយក្នុងប្រទេសអាមេរិកហៅថា Committee to Protect Journalists CPJ បានអះអាងថាលោកសង្កេតឃើញថាមានអ្នកកាសែតត្រូវគេសម្លាប់ចាប់ដាក់គុកនិងគំរាមកំហែងដោយសារការចុះយកព័ត៌មានអំពីការរុករករ៉ែនិងកាប់បំផ្លាញព្រៃឈើខុសច្បាប់ហើយរឿងនេះគ្រប់គ្នាទទួលស្គាល់ថាចំណុចនេះប្រទេសកម្ពុជាគ្មានសេរីភាពសារព័ត៌មានប៉ុន្មានទេហើយថែមទាំងអាក្រក់ទៀតផង A free press reporting on illegal logging might be able to stop that illegal logging or សារព័ត៌មានសេរីរាយការណ៍អំពីការកាប់ឈើខុសច្បាប់អាចបញ្ឈប់ការកាប់ឈើខុសច្បាប់ឬនាំអ្នកកាប់ឈើទាំងនោះមកកាត់ទោសដាក់ពិន័យដាក់គុកហើយក៏យ៉ាងហោចណាស់ក៏អាចបញ្ឈប់ការកាប់ឈើដែរតែប្រសិនបើគេមិនអនុញ្ញាតឲ្យអ្នកកាសែតរាយការណ៍ទេពេលនោះការកាប់បំផ្លាញព្រៃឈើនឹងបន្តកើតមានហើយរឿងនេះក៏វាកើតឡើងដូចគ្នាចំពោះសកម្មភាពខុសច្បាប់ដទៃទៀតក្នុងប្រទេសកម្ពុជាដែរលោក Bob Ditz បានជំរុញដល់អាជ្ញាធរកម្ពុជាឲ្យបញ្ចប់វប្បធម៌គ្មានទោសពៃនៅក្នុងប្រទេសក្រៅពីបានថ្កោលទោសការបាញ់សម្លាប់នេះ And there's a great deal of what we call impunity for the people who want to kill journalists because of ហើយអ្វីដែលហៅថាវប្បធម៌រួចទោសនោះវាពិតជាមានទំហំធំធេងសម្រាប់អ្នកដែលចង់សម្លាប់អ្នកកាសែតដោយសាររបាយការណ៍របស់គេមានឃាតករសម្លាប់អ្នកកាសែតតិចតួចណាស់ដែលត្រូវនាំយកមកកាត់ទោសក្នុងប្រទេសកម្ពុជា
អ្នកសារព័ត៌មានយ៉ាងតិច12នាក់ដែលត្រូវសម្លាប់ចាប់តាំងពីទសវត្សរ៍1990មកក៏ប៉ុន្តែមានជនដៃដល់តិចតួចដែលត្រូវគេចាប់ខ្លួនយកមកផ្ដន្ទាទោសទោះជាមន្ត្រីអាជ្ញាធរកម្ពុជាបានអះអាងថាគ្មានសំណុំរឿងណាមួយត្រូវបានបិទការស៊ើបអង្កេតក៏ដោយលោក T. Kumar នាយកផ្នែកតស៊ូមតិនៃអង្គការសិទ្ធិមនុស្សអន្តរជាតិមួយឈ្មោះ Amnesty International ប្រចាំការិយាល័យក្នុងរដ្ឋធានី Washington បានថ្លែងប្រាប់ VOA ថាជាអកុសលវប្បធម៌គ្មានទោសពៃរ៍បានកើតឡើងជាច្រើនឆ្នាំហើយដោយសារតែមានអ្នកខ្លះគេចផុតពីការកាត់ទោសដូចជាករណីពាក់ព័ន្ធនឹងការកាប់សម្លាប់ក្នុងសម័យខ្មែរក្រហម But it is the country that should deal with to change that dynamics from តែប្រទេសកម្ពុជាត្រូវដោះស្រាយដើម្បីផ្លាស់ប្ដូរពីវប្បធម៌រួចទោសដ៏សកម្មខ្លាំងក្លានេះទៅកាន់នីតិរដ្ឋដែលម្ដងទៀតសេរីភាពសារព័ត៌មានគឺពិតជារឿងសំខាន់បំផុតដើម្បីនីតិរដ្ឋឲ្យដំណើរការទៅមុខលោកបានចាត់ទុកថាការសម្លាប់អ្នកកាសែតជាទង្វើគ្រោះថ្នាក់ដោយបានទទូចដល់រដ្ឋាភិបាលឲ្យស៊ើបអង្កេតនិងការពារដល់អ្នកកាសែតផងដែរ Any country when the press is not allowed ប្រទេសណាក៏ដោយនៅពេលសារព័ត៌មានមិនត្រូវគេអនុញ្ញាតឲ្យរាយការណ៍ដោយសេរីហើយពួកគេត្រូវគេបិទមាត់នោះរឿងនោះមានន័យថាវាជារឿងអាក្រក់សម្រាប់អនាគតប្រទេសនោះហើយក្នុងរឿងនេះគឺកម្ពុជាបញ្ហាគឺមិនមែនជាការចង្អុលទៅលើប្រទេសណាទេតែយើងទទូចដល់រដ្ឋាភិបាលកម្ពុជាឲ្យធានានឹងការពារអ្នកកាសែតលោកបានថ្លែងបន្តដែរថាការសម្លាប់នេះគឺធ្វើឲ្យមានការចាប់ពិរុទ្ធដោយខ្លួនឯងសម្រាប់អ្នកកាសែតហើយបញ្ហាមួយចំនួនមិនត្រូវបានគេរាយការណ៍សេរីភាពមួយចំនួនត្រូវគេរឹតបន្តឹងបញ្ហារបស់សាធារណជនជាច្រើនដែលជារឿងត្រូវផ្សព្វផ្សាយត្រូវគេរឹតបន្តឹងរារាំងផងដែរ Yeah, definitely it will send the wrong message to the journalist that they should not ជាការពិតរឿងនេះនឹងបញ្ជូនសារខុសឆ្គងមួយទៅកាន់អ្នកកាសែតដែលថាពួកគេមិនគួរផ្សព្វផ្សាយបញ្ហាជាក់លាក់ខ្លះទេប្រទេសកម្ពុជាត្រូវគេចាត់បញ្ចូលថាជាប្រទេសគ្មានសេរីភាពសារព័ត៌មានប៉ុន្មានឆ្នាំជាប់គ្នាដោយសារការសម្លាប់អ្នកកាសែតនិងសកម្មជនឬក៏ការចាប់ដាក់គុកជាដើមនោះលោក Benjamin Ismail នាយកការិយាល័យ Asia Pacific នៃអង្គការអ្នកកាសែតគ្មានព្រំដែនឬហៅថា Reporters Without Borders នៅក្នុងប្រទេសបារាំងបានថ្លែងថាការសម្លាប់អ្នកកាសែតនេះគឺជារឿងព្រួយបារម្ភ So it is a very worrying trend and it really shows that environmental ការសម្លាប់នេះជានិន្នាការបារម្ភមួយហើយវាពិតជាបង្ហាញថាបញ្ហាបរិស្ថាននិងការរត់ពន្ធឈើខុសច្បាប់ក្នុងប្រទេសកម្ពុជាគឺជារឿងរសើបនៅពេលនេះដែលរឿងនេះជារឿងធ្វើឲ្យមានវប្បធម៌រួចទោសចំពោះអ្នកសម្លាប់អ្នកកាសែតនិងសកម្មជនផងដែរលោកបានទទូចមិនឲ្យមានការរារាំងណាមួយនៅក្នុងដំណើរការនីតិវិធីនៅតុលាការទេ obviously the situation in Cambodia is not ជាក់ស្ដែងស្ថានភាពនៅក្នុងប្រទេសកម្ពុជាគ្មានការរីកចម្រើនទេករណីនេះពិតជាបានរំលឹកយើងអំពីករណីសម្លាប់លោកសេរីឧត្តមដែលជាអ្នកយកព័ត៌មានផ្នែកស៊ើបអង្កេតផងដែរដែលត្រូវគេបាញ់សម្លាប់ក្នុងពេលចុះយកព័ត៌មានអំពីការកាប់ឈើខុសច្បាប់និងបញ្ហាបរិស្ថាននោះកញ្ញាមុំកល្យានីអ្នកនិពន្ធខ្សែភាពយន្តឯកសារអំពីបរិស្ថានតំបន់អារ៉ែងដែលមានក្តីអាណិតអាសូរដល់ជនជាតិដើមភាគតិចចុងក្នុងខេត្តកោះកុងបានថ្លែងថានាងមានភាពក្តុកក្តួលខ្លាំងណាស់នៅពេលដែលអ្នកកាសែតការពារបរិស្ថានម្នាក់ត្រូវគេបាញ់សម្លាប់ដោយសារការស្រាវជ្រាវរកការពិតដែលគេត្រូវការគ្រប់គ្នានោះខ្ញុំនៅពេលបានឮដំណឹងថាគេបានសម្លាប់លោកថេងព្រីនឹងខ្ញុំដូចជាមានកំណត់សោកស្ដាយមែនទែនពីព្រោះខ្ញុំបានគិតពីខ្ញុំខំគិតពីគាត់តែគិតពីប្រទេសជាតិយើងទាំងអស់គ្នាហើយបានគិតពីលោកជិតវិធីដែរហើយទាំងអស់គ្នាដែលបានធ្វើបដកម្មទៅជួយបរិស្ថាននៅក្នុងស្រុកខ្មែរយើងហើយខ្ញុំគិតពីប្រជាជនដែរនៅក្នុងរែងនៅក្នុងរែងនៅកន្លែងខ្ញុំបានទៅថតណាកញ្ញាបានសួរថាតើកម្ពុជាគួរតែគិតពីលុយពីអំណាចនិងពីទ្រព្យសម្បត្តិតែប៉ុណ្ណឹងឬក៏គិតអំពីសេចក្តីស្រឡាញ់សេចក្តីមេត្តាចំពោះជនរួមជាតិនិងជីវភាពរស់នៅក្នុងសន្តិភាពនិងសុខដុមរមនាជាមួយនឹងធម្មជាតិនាងបានបន្តថានៅពេលសួរសំណួរទៅកាន់ជនរងគ្រោះដោយសារដីធ្លីនៅតំបន់អារ៉ែងដែលគេយកដីទាំងនោះដើម្បីធ្វើវារីអគ្គិសនីទៅឲ្យក្រុមហ៊ុនចិននោះ
ពួកគេគ្រប់គ្នាបាននិយាយថាពួកគេមិនចង់បានអ្វីក្រៅពីធម្មជាតិដីធ្លីព្រៃព្រឹក្សាបរិស្ថាននោះឡើយចឹងគាត់បានចង់បានលុយគាត់ចង់បានដីគាត់ចង់បានធម្មជាតិរបស់គាត់ហើយខ្ញុំថាខ្ញុំគិតថាប្រជាជនទាំងអស់គ្នានៅក្នុងសង្គមខ្មែរយើងមានគំនិតអញ្ចឹងដែរមានគំនិតថាធម្មជាតិជាសំខាន់ជាងស្អីក៏ដោយប្រទេសកម្ពុជាត្រូវអង្គការអ្នកកាសែតគ្មានព្រំដែនដាក់បញ្ចូលក្នុងចំណាត់ថ្នាក់ទី144ក្នុងចំណោមប្រទេស180នៅក្នុងឆ្នាំ2014សម្រាប់សេរីភាពសារព័ត៌មានក្នុងពិភពលោកហើយអង្គការ Freedom House របស់សហរដ្ឋអាមេរិកបានចាត់បញ្ចូលទៅក្នុងប្រទេសដែលគ្មានសេរីភាពសារព័ត៌មានទៀតរាយការណ៍ពីរដ្ឋធានី Washington ខ្ញុំសុកខេមរា VOAប្រិយមិត្ត VOA ជាទីមេត្រី VOA មានកម្មវិធីវិទ្យាសាស្ត្រដែលត្រូវបានចាក់ផ្សាយតាមទូរទស្សន៍ជាតិកម្ពុជាទៅកនៅរៀងរាល់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យក្រោយម៉ោង 8 យប់កម្មវិធីវិទ្យាសាស្ត្ររបស់ VOA ផ្ដោតលើប្រធានបទជាច្រើនរួមមានវិទ្យាសាស្ត្រជីវវិទ្យាសាស្ត្រតារាសាស្ត្រធម្មពលចក្រវាលកសិកម្មបច្ចេកវិទ្យាការស្រាវជ្រាវខាងផ្នែកវិទ្យាសាស្ត្រនិងរបបកំហើញវិទ្យាសាស្ត្រនានាសូមលោកអ្នកទស្សនាកម្មវិធីវិទ្យាសាស្ត្ររបស់ VOA ដែលត្រូវបានចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ជាតិកម្ពុជាទៅនៅរៀងរាល់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យក្រោយម៉ោង 8 យប់កុំបីខានសូមកុំភ្លេចកម្មវិធីវិទ្យាសាស្ត្ររបស់ VOA លើកញ្ចក់ទូរទស្សន៍ជាតិកម្ពុជាទៅសូមអរគុណលោក Mark Zuckerberg ស្ថាបនិកបង្កើត Facebook បានសន្យាថានឹងជួយពង្រីកប្រព័ន្ធអ៊ីនធឺណិតនៅប្រទេសឥណ្ឌូនេស៊ីក្រោយពីបានជួបសន្ទនាជាមួយនឹងលោក Joko Widodo ប្រធានាធិបតីទើបជាប់ឆ្នោតពីទីក្រុងចាកាតា លោក Andy Lala នៃ VOA រាយការណ៍រឿងនេះនាងតែនសុកសេរីនិតសូមជូនសេចក្តីប្រែសម្រួលកាលពីថ្ងៃច័ន្ទក្នុងសន្និសីទកាសែតរួមមួយនៅទីក្រុងចាកាតាលោក Zuckerberg បាននិយាយថាអ្វីបើ Facebook មិនអាចធ្វើកិច្ចការនេះតែម្នាក់ឯង Facebook ចង់បានដៃគូដូចជាប្រទេសឥណ្ឌូនេស៊ីជាដើមដើម្បីពង្រីកប្រព័ន្ធអ៊ីនធឺណិតដល់សហគមន៍ក្រីក្រជនបទ Our hope is that for countries that have really progressive សង្ឃឹមរបស់យើងគឺថាសម្រាប់ប្រទេសដែលមានភាពដឹកនាំជឿនលឿនទៅមុខហើយចង់ឲ្យប្រជាពលរដ្ឋរបស់ខ្លួនតាក់ទងគ្នាបានតាមប្រព័ន្ធអ៊ីនធឺណិតដោយដែលលោកអ្នកបានធ្វើនៅទីនេះហើយសម្រាប់ប្រទេសដែលមានអ្នកទូរគមនាគមន៍ល្អដែលបដិញ្ញាធ្វើឲ្យប្រជាពលរដ្ឋរបស់ខ្លួនអាចតាក់ទងគ្នាតាមប្រព័ន្ធអ៊ីនធឺណិតបាននោះវាជាឱកាសល្អសម្រាប់រដ្ឋាភិបាលនិងអ្នកទូរគមនាគមន៍និងអ្នកដែលបង្កើតសេវាកម្មទាំងនេះសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ដើម្បីបង្កើតដៃគូរួមគ្នាព្យាយាមធ្វើឲ្យប្រជាពលរដ្ឋគ្រប់រូបតាក់ទងគ្នាបានតាមប្រព័ន្ធអ៊ីនធឺណិតលោក Widodo ដែលនឹងកាន់តំណែងនៅសប្តាហ៍ក្រោយនេះបាននិយាយថាដោយសារប្រជាពលរដ្ឋឥណ្ឌូនេស៊ីប្រមាណ70លាននាក់កំពុងប្រើប្រាស់ Facebook លោកចង់ឃើញប្រព័ន្ធអ៊ីនធឺណិតនេះវិវត្តទៅជាប្រយោជន៍ពិតប្រាកដសម្រាប់ប្រទេសជាតិ Dan tadi kita berbicara bagaimana bisa memanfaatkan Facebook ខ្ញុំបាននិយាយជាមួយលោក Mark Zuckerberg អំពីវិធីប្រើប្រាស់ Facebook ជាច្រើននៅប្រទេសឥណ្ឌូនេស៊ីយើងក៏បានពិភាក្សាអំពីវិធីសាស្ត្រក្នុងការប្រើប្រាស់ Facebook នៅឥណ្ឌូនេស៊ីក្នុងបរិបទជំរុញឲ្យមានការធ្វើជំនួយធនមធ្យមនិងធនតូចហើយលោក Zuckerberg បានប្រាប់ខ្ញុំថាលោកមានបំណងធ្វើការជាមួយយើងប្រទេសឥណ្ឌូនេស៊ីមានអត្រាអ្នកប្រើប្រាស់ Facebook ខ្ពស់ជាងគេបង្អស់មួយនៅក្នុងពិភពលោកប៉ុន្តែប្រជាពលរដ្ឋឥណ្ឌូនេស៊ីប្រមាណ240លាននាក់រស់នៅក្នុងភាពក្រីក្រឬរស់នៅតាមកោះដាច់ស្រយាលនិងខ្វះខាតសេវាតាក់ទងតាមប្រព័ន្ធអ៊ីនធឺណិតអស់លោកអ្នកស្ដាប់ជាទីមេត្រីនៅក្នុងការផ្សាយរបស់យើងខ្ញុំនៅថ្ងៃស្អែកនេះពីម៉ោង 5 ព្រឹកដល់ម៉ោង 5:30 នាទីសូមលោកអ្នករងចាំស្ដាប់សេចក្តីរាយការណ៍អំពីព្រឹត្តិការណ៍ថ្មីៗនៅប្រទេសកម្ពុជានិងនៅក្នុងពិភពលោកហើយនឹងកម្មវិធី Hello VOA ជាមួយលោកវេជ្ជបណ្ឌិតតាំងតេហុងអំពីជំងឺ Ebola
តទៅនេះលោកសុកខេមរាសូមជូនព័ត៌មានអន្តរជាតិសង្ខេបសូមអញ្ជើញលោកខេមរាបាទសូមអរគុណមន្ទីរបញ្ញកោណនិយាយថាយន្តហោះចម្បាំងសហរដ្ឋអាមេរិកកំពុងទម្លាក់គ្រាប់បែកលើគោលដៅនានាក្នុងទីក្រុងកូបានីនៅជាប់ព្រំដែនប្រទេសសេរីជាការគាំទ្រដល់ក្រុមកងកម្លាំងឃឺតជាអ្នកការពារទឹកដីនៅទីនោះនៅពេលដែលពួកឧទាមជលនិយមរដ្ឋអ៊ីស្លាមអាចកាន់កាប់ដែនដីប្រទាញប្រទង់នោះសកម្មជនដីធ្លីក្នុងប្រទេសភូមាត្រូវគេដោះលែងពីគុកបន្ទាប់ពីម្ចាស់រកស៊ីចូលហ៊ុនគ្នានៃក្រុមហ៊ុនរ៉ែចិននិងភូមាបានដកពាក្យបណ្ដឹងដែលចោទថាសកម្មជននេះបានជាប់ពាក់ព័ន្ធទៅនឹងការចាប់ជំរិតបុគ្គលិកចិនជាប់កុងត្រា2នាក់នាង Phiu Hin Thi ជាសមាជិកសហព័ន្ធនិស្សិតត្រូវចាប់ខ្លួនកាលពីខែមុនមេធាវីនាងបានបញ្ជាក់យ៉ាងដូចនេះប្រាប់ VOA ផ្នែកភាសាភូមានាយកទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិបានជំរុញឲ្យប្រទេសនានាជាពិសេសក្នុងសហភាពអឺរ៉ុបឲ្យបើកទ្វារទទួលជនភៀសខ្លួនបន្ថែមទៀតដែលរត់គេចចេញពីសង្គ្រាមស៊ីវិលក្នុងប្រទេសរបស់ពួកគេលោក Antonio Guterres ថ្លែងថាវិបត្តិជនភៀសខ្លួនពាសពេញមជ្ឈិមបូព៌ាប្រទេសគឺជាការគំរាមកំហែងសន្តិសុខពិភពលោកបានទទូចឲ្យមានកម្មវិធីស្របតាមច្បាប់សម្រាប់ជនភៀសខ្លួនសេរីដើម្បីស្នាក់នៅក្នុងសហភាពអឺរ៉ុបដើម្បីជាការបញ្ជៀសគ្រោះថ្នាក់ដល់ជីវិតគេជាមួយនឹងអ្នករត់ពន្ធមនុស្សអង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថាមានជនភៀសខ្លួនសេរីចំនួន2លាន7សែននាក់បានរត់ភៀសខ្លួនទៅក្រៅប្រទេសភាគច្រើនរត់ទៅកាន់ប្រទេសជិតខាងការវាយប្រហារគ្រាប់បែកអត្តឃាតក្នុងប្រទេសប៉ាគីស្ថានបានសម្លាប់មនុស្ស7នាក់នៅក្នុងតំបន់ទីរ៉ាវ៉ាលីដាច់ស្រយាលដែលត្រូវគេស្គាល់ថាជាទីជម្រកលាក់ខ្លួនរបស់ក្រុមកងជីវពលសកម្មប្រយុទ្ធការបំផ្ទុះគ្រាប់បែកអត្តឃាតនេះកើតឡើងនៅឯកិច្ចប្រជុំរដ្ឋាភិបាលដែលមានសមាជិកគាំទ្រកងជីវពលសកម្មប្រយុទ្ធនៅឯតំបន់កុលសម្ព័ន្ធភ្នំជាប់នឹងព្រំដែននៃប្រទេសអាហ្វហ្គានីស្ថានបណ្ដាញផ្សាយព័ត៌មានរដ្ឋចិននិយាយថាអំពើហិង្សារវាងកម្មករសំណង់និងអ្នកភូមិនៅឯភូមិនិរដីខេត្តយូណានបានធ្វើឲ្យមនុស្ស8នាក់ស្លាប់ព្រឹត្តិការណ៍នេះកើតឡើងកាលពីថ្ងៃអង្គារជិតក្រុងខុនមិញតែមន្ត្រីបាននិយាយថាមានកម្មករសំណង់6នាក់ត្រូវអ្នកស្រុកចាប់ដុតទាំងរស់ក៏ប៉ុន្តែក្រុមអ្នកស្រុកបានបដិសេធព័ត៌មាននោះដោយចាត់ទុកថាជារឿងមិនពិតហើយចោទថាជាល្បិចរបស់អាជ្ញាធរមន្ទីរពេទ្យមួយក្នុងទីក្រុងញូវយ៉កស្ថិតនៅជិតទីក្រុងពលានយន្តហោះដ៏ធំមួយនិយាយថាខ្លួនបានរៀបខ្លួនជាស្រេចដើម្បីព្យាបាលអ្នកជំងឺអេបូឡាដែលអាចមកសម្រាកនៅពេលណាមួយទោះជាទីក្រុងញូវយ៉កកន្លងមកមិនទាន់មានជំងឺនេះកើតឡើងក្តី VOA ផ្នែកភាសាចិនបានសម្ភាសជាមួយនឹងវេជ្ជបណ្ឌិតនៅឯមន្ទីរពេទ្យនេះក្រុមឧទាមស៊ីអ៊ីតដែលវាយលុកកាន់កាប់ដែនដីមួយចំនួនក្នុងប្រទេសយេម៉ែនបានវាយប្រហារជាមួយនឹងក្រុមអាល់កៃដានៅភាគកណ្ដាលនៃប្រទេសកម្មវិធីផ្សាយរបស់ VOA សំឡេងសហរដ្ឋអាមេរិកនៅព្រឹកនេះចប់តែប៉ុណ្ណេះសូមលោកអ្នករងចាំស្ដាប់ការផ្សាយរបស់យើងខ្ញុំនៅរាត្រីនេះពីម៉ោង 8:30 នាទីដល់ម៉ោង 9:30 នាទីយប់តាមរលកវិទ្យុកម្ពស់25 32 និង 190 ម៉ែត្រត្រូវនឹងកម្រិត 11,565 9,325 និង 1,575 kHz ឬតាមប្រព័ន្ធអ៊ីនធឺណិតជាភាសាខ្មែរ khmer.voanews.com ជាភាសាអង់គ្លេស voacambodia.com សូមលោកអ្នកប្រកបដោយសុភមង្គលគ្រប់ប្រការអរុនសួស្តីThis program has come to you from the Voice of America, Washington.